បងប្អូនណាខ្លះដែលញ៉ាំប្រហុកម៉ាំផ្អកហើយកំពុងកមិនស្រួលសម្រាប់នាងខ្ញុំនៅពេលដែលញ៉ាំម្ដងនិយាយពីថាសំឡេងឡើងខ្សើសូម្បីតែនាងខ្ញុំបញ្ចូលសលេងនេះក៏កំពុងកមិនស្លាស់ដែរដោយសារតែនាងខ្ញុំទៅតែញ៉ាំប្រហុកខ្ទិះហើយនិយាយទៅគឺថាដឹងតែញ៉ាំទៅមិនស្រួលប៉ុន្តែចោលមិនបានហើយឃ្លានតែរឿងគ្រឿងផ្អាប់អីនឹងឯងម៉ាំទៅផ្អកទៅប្រហុកទៅហើយបើថាបានញ៉ាំម្ដងនិយាយពីថាបាយដាក់ទាំងចានបន្លែទាំងគោមអញ្ចឹងហ្មងចឹងថ្ងៃនេះគឺនាំអារម្មណ៍បងប្អូនមកទស្សនានាងខ្ញុំធ្វើប្រហុកខ្ទិះញ៉ាំគ្រឿងក្រៅសម្រាប់ធ្វើប្រហុកខ្ទិះនាងខ្ញុំប្រើសាច់ជ្រូក3ជាន់ហ្នឹង8ខាំប្រហុកហ្នឹងប្រហែលជា7ខាំ1ខាំជាងហើយមានដូងទុំមានត្រប់ពុតញងមានកសាំងមានលក្រីលក្រូចដែងល្មៀតខ្ទឹមសគ្រឿងទាំងអស់ហ្នឹងគឺយើងទុកសម្រាប់បុកណាហើយបន្លែរបស់យើងក៏មានច្រើនមុខដែរនិយាយទៅគឺធ្វើប្រហុកធ្វើតែគ្រឿងម្ដងបើសិនជាបន្លែមិនបានច្រើនមុខគ្រប់មុខអញ្ចឹងទេគឺអត់ធ្វើញ៉ាំហ្មងព្រោះអាទាំងអស់ហ្នឹងវាឆ្ងាញ់នឹងបន្លែហ្នឹងឯងជាពិសេសហ្នឹងគឺកញ្ឆែតបើសិនជាធ្វើប្រហុកទឹកគ្រឿងម៉ាំអីហ្នឹងអត់មានកញ្ឆែតមានអារម្មណ៍ថាដូចខ្វះអីមួយយ៉ាងតែញ៉ាំកញ្ឆែតក្លិនមាត់មិនសូវជាល្អហ្មងទេកញ្ឆែតមួយនិងស្អំនេះ2គឺម្បោគាត់តែមួយទេញ៉ាំហើយមិនបានខ្ពុលមាត់ដុសធ្មេញតែនិយាយចិត្តគេដឹងគេរត់ឆ្ងាយ10គីឡូម៉ែត្រដែរកញ្ឆែតនិងផ្កាស្នោហ្នឹងគឺយើងចូលព្រៃបេះខ្លួនឯងតែដល់ពេលបន្លែផ្សេងយើងទិញគេស្រាប់បើសិនជាមិនប្រាប់បងប្អូនក៏បងប្អូនដឹងដែរព្រោះយើងមិនអាចទៅចូលព្រៃបេះទៅយងជែកបេះអីគេស្ដាយគួរការ៉ុតត្រប់ទៅសក់បានទេចឹងគាត់តែឃើញដឹងហើយថានឹងទិញគេចឹងក៏ប្រាប់បងប្អូនដែរហ្នឹងហើយបងប្អូនបន្ទាប់ពីយើងចិតបន្លែអីទាំងអស់ហ្នឹងហើយយើងក៏ចាប់ផ្ដើមលាងសម្អាតជាមួយនឹងទឹកស្ទឹងហ្នឹង3 4 5ទឹក10 20ទឹក11000ទឹកក៏បានដែរព្រោះអត់មានអស់100ទេចឹងលាងវាឲ្យជ្រះដីល្អហើយបានយើងយកទៅត្រាំជាមួយនឹងទឹកស្អាតលាងមួយទឹក2ទឹកទៀតពេលដែលយើងប្រើទឹកស្អាតហ្នឹងបានយើងត្រូវសន្សំចៃព្រោះទឹកមួយកណ្ដុងហ្នឹងដូរអស់3000ណាបងប្អូនចឹងយើងដាក់វាមកល្មមលិចបន្លែអញ្ចឹងទៅយើងក៏ដាក់បន្លែទាំងអស់ហ្នឹងត្រាំវាប្រហែលជាកន្លះម៉ោងអីឲ្យវាចេញជាតិដីអីបានបន្តិចទៀតហើយចាំយើងសម្រោះវាព្រោះលាងវាមិនបានស្អាត100%ទេបងប្អូនតែយើងធ្វើមិនបើវាទឹកវារៀងថ្លៃដែរយើងប្រើមុំបានហើយបន្ទាប់ពីត្រាំបន្លែហើយនឹងខ្ញុំចាប់ផ្ដើមមកចាត់ចែងធ្វើគ្រឿងប្រហុកខ្ទិះយើងវិញម្ដងសាច់ជ្រូកហ្នឹងយើងលាងទឹកឲ្យស្អាតទៅគឺសាំងនឹងខ្ញុំពុះ5ផ្លែបសិស្ទើជូរនឹងខ្ញុំដាក់ថែមក្រូចឆ្មាហើយគ្រឿងស្លឹកគ្រៃស្លឹកក្រូចរំដេងល្មៀតអីហ្នឹងគឺយើងហាន់វាទុកបុកបញ្ចូលគ្នាសុំសួរបងប្អូនអ្នកទស្សនាមួយមើលនៅពេលដែលបងប្អូនធ្វើប្រហុកខ្ទិះបងប្អូនដាក់គ្រឿងអត់អ្នកតែនាងខ្ញុំដាក់តែនាងខ្ញុំឃើញមានបងប្អូនយើងខ្លះពេលធ្វើប្រហុកខ្ទិះគឺគាត់អត់ដាក់គ្រឿងទេឥឡូវនេះបន្ទាប់ពីយើងលាងគ្រឿងក្រៅអីទាំងអស់ហ្នឹងស្អាតហើយយើងចាប់ផ្ដើមមកបែងចែកការងារគ្នាព្រោះបើសិនជាមិនជួយធ្វើទេមិនងាយបានញ៉ាំទេជម្រើសការងារគឺមាន3ផ្ដល់ជូនបងប្អូននាងខ្ញុំជ្រើសរើសទី1នឹងបុកគ្រឿងទី2កោសដូងទី3គេច្រាំសាច់ជ្រូកដល់ទៅពេលកពៅគឺថាគេយកបុកគ្រឿងហើយតែមុននឹងបុកហ្នឹងគេដាក់កាហ្វេទឹកដោះគោមកក្អឹកសិនដើម្បីយកកម្លាំងបុកគ្រឿងចំណែកឯអ្នកកោសដូងវិញគឺបងប្អូនប្រុសនាងខ្ញុំសួរថាគេច្រាំសាច់ជ្រូកនិងកោសដូងយកមួយណាគេថាយកកោសដូងហើយពួកគេជំនាញខាងកោសដូងឲ្យតែថាម្ហូបណាដែលមានដូងគឺដឹងតែគាត់នឹងឯងជាអ្នកមានមុខកោសដូងចំណែកនាងខ្ញុំជាអ្នកកញ្ច្រាំសាច់ជ្រូកបែងចែកការងារគ្នាអស់ហើយណាសាច់ជ្រូកនេះវាមានស្បែកអញ្ចឹងយើងត្រូវការភ្លឺស្បែកចេញតែស្បែកហ្នឹងក៏អត់ចោលដែរមុនហ្នឹងកបិតអត់សូវមុតអញ្ចឹងទៅក៏សគួតនាងខ្ញុំពេលដែលកបិតអត់មុតគឺចូលចិត្តសគួតបែបហ្នឹងជាងការយកទៅសលៀងនាងខ្ញុំអត់សូវប៉ិនសលៀងហ្មងទេតែបើថាសគួតនឹងចានសគួតនឹងថ្មឬក៏សគួតនឹងកបិតគ្នាឯងហ្នឹងគឺជំនាញអញ្ចឹងយើងហាន់សាច់ជ្រូកនឹងល្អិតហើយបានយើងចាប់ផ្ដើមចិញ្ច្រាំវាប៉ុន្តែពេលដែលយើងចិញ្ច្រាំមិនបាច់ឲ្យវាម៉ត់ពេកទេมันល្មមបានហើយអូននាងខ្ញុំគេកោសដូងហើយគេបំរុងងើបទៅគេគិតថារួចខ្លួនហើយតែចៃដន្យអីកសាំងនឹងមិនតាន់ឆ្កៀលដំបូងនាងខ្ញុំគិតថានាងខ្ញុំជាអ្នកឆ្កៀលទេតែចៃដន្យអីគាត់កោសដូងហើយមុនគេនាងខ្ញុំក៏ច្រាំសាច់ជ្រូកមិនតាន់ហើយសាច់កពៅនឹងក៏បុកគ្រឿងមិនតាន់រួចទៀតអញ្ចឹងគាត់តនេជួយឆ្កៀលហ្មងទៅ
មានបងប្អូនជាច្រើនក៏ថាបងប្អូននេះខ្ញុំមើលទៅស្រឡាញ់គ្នាណាប្រហែលជាមិនចេះឆ្លោះគ្នាទេការពិតគ្មានទេបងប្អូនមួយថ្ងៃនិយាយថាបើសិនជាមិនបានខឹងគ្នាម្ដងទេគឺមិនអន់ចិត្តទេហើយអ្នកឆ្កៀលកសាំងនេះគឺថាពិតជាមិនធម្មតាទេបងប្អូនឆ្កៀលតាំងពីស្លឹកព្រាអាកតុយស្លឹកព្រានឹងនៅត្រង់ល្អរហូតដល់វីកឡើងកោងគាត់ត្បូងគាត់ឆ្កៀលនឹងក្បាលស្លាបព្រាទេតែឃើញគាត់ជោគពិបាកពេកនេះខ្ញុំថាយកអាកូនស្លាបព្រានឹងឆ្កៀលទៅមានណាឆ្កៀលនឹងវាចស្លាបព្រាអស់លេងខាតស្លាបព្រាអស់1000 បាទបន្ទាប់ពីយើងបុកគ្រឿងរៀងម៉ត់ហើយនឹងខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមសហើយបន្តបុករហូតដល់ម៉ត់សព្វជាមួយនឹងគ្រឿងទៀតចំណែកឯប្រហុកហើយនឹងម្ទេសឆ្អើរនេះគឺយើងច្រាំវាប្រហុកហ្នឹងកុំដាក់ច្រើនពេកទេបងប្អូនសាច់ជ្រូក1គីឡូយើងដាក់អស់ច្រើនត្រឹម2ខាំបានហើយបើសិនជាករណីប្រហុកហ្នឹងអត់សូវប្រៃតែបើសិនជាប្រហុកហ្នឹងប្រៃដាក់មកប្រហែលជា1ខាំកន្លះហើយកសាំងមិញក៏នេះខ្ញុំបុកវាដែរព្រោះបើយើងដាក់ទាំងគ្រាប់វាមិនចេញជាតិជូរល្អទេតោះតែយើងបុកវាឲ្យម៉ត់ហើយក៏ពៅណាគឺគេចាប់ផ្ដើមសម្រោះបន្លែហើយតែក្បាច់ក្បូរសបើមណាស់ឥឡូវកសាំងរបស់យើងក៏បានបុកបែកម៉ត់ល្អហើយពេលដែលយើងស្លអីគឺយើងបុកវាបែបហ្នឹងទៅវាធ្វើឲ្យកសាំងរបស់យើងចេញជាតិជូរបានល្អបើដាក់ទាំងគ្រាប់មិនសូវចេញប៉ុន្មានទេនេះគ្រឿងគ្រូត្រៀមរួចរាល់អស់ហើយលើចាប់ផ្ដើមធ្វើជាដំបូងនេះខ្ញុំដាក់ខ្ទះនៅលើចង្ក្រានហ្នឹងទុកឲ្យរាងក្តៅបន្តិចបាទនេះខ្ញុំចាប់ផ្ដើមដាក់ខ្ទិះដើមខ្ទិះហ្នឹងគឺយើងមិនមែនយកខ្ទិះដើមផ្សេងខ្ទិះចុងផ្សេងទេគឺយើងពូតវាយកតមកអស់ខ្ទិះហ្មងណាចឹងគឺយើងដាក់ខ្ទិះចូលក្នុងខ្ទះហ្នឹងមកល្មមមកក្តៅហើយបាទនេះខ្ញុំចាប់ផ្ដើមដាក់ម្ទេសឆ្អើរឆាវារៀងចេញពណ៌បន្តិចហើយបាទនេះខ្ញុំចាប់ផ្ដើមដាក់ប្រហុករបស់យើងចូលហើយយើងបន្តលីងប្រហុកហ្នឹងតលតឡើងរៀងក្រៀមរៀងឈ្ងុយបន្តិចបាទនេះខ្ញុំចាប់ផ្ដើមចាក់គ្រឿងលីងបន្តទៀតយើងអាចដាក់ចូលគ្នាសរុបទាំងអស់ហ្មងទេយើងលីងមួយមុខហ្នឹងតលតឡើងឈ្ងុយឡើងរៀងក្រៀមហើយបានយើងដាក់ថែមស្ករក្រហមស្ករត្នោតហ្នឹងមកស្លាបព្រាបាយធ្វើប្រហុកខ្ទិះអញ្ចឹងយើងប្រើស្ករត្នោតឆ្ងាញ់ជាងការប្រើស្ករសវាដិតវាឈ្ងុយជាងអញ្ចឹងដាក់ស្ករបន្តលីងរៀងបានមួយស្ទុះហើយបានចាប់ផ្ដើមដាក់សាច់ជ្រូក3ជាន់ច្រាមនឹងស្បែកជ្រូកនឹងចូលហើយយើងក៏បន្តលីងសាច់ជ្រូករបស់យើងនឹងឲ្យសព្វជាមួយនឹងគ្រឿងហើយពេលដែលយើងលីងហ្នឹងគឺយើងប្រើវែកឆាជ្រុំវាដើម្បីកុំឲ្យវាកកដុំមិនថាធ្វើតែគ្រឿងឬក៏យើងធ្វើប្រហុកខ្ទិះអីចេះទេពេលដែលយើងដាក់សាច់ហើយគឺយើងត្រូវការរៀងជ្រុំវាព្រោះបើសិនជាយើងអត់ជ្រុំទេវាឡើងកកដុំហើយតបមកបើនឹងខ្ញុំចាប់ផ្ដើមដាក់ប៊ីចេងចូលប្រហែលជាមួយស្លាបព្រាតាមចំណង់ចំណូលចិត្តរបស់យើងទៅត្រឡប់វាបាន2 3ត្រឡប់ទៀតបាទនេះខ្ញុំដាក់កសាំងបុកនឹងចូលកសាំងប៉ុណ្ណឹងសម្រាប់បងប្អូនដែលគាត់អត់ញ៉ាំជូរខ្លាំងមិនល្មមហ្មងតែសម្រាប់នាងខ្ញុំថែមក្រូចឆ្មាមួយចំណិតអីទៀតពេលដែលយើងញ៉ាំណាដើម្បីបង្កើនក្លិនឲ្យកាន់តែឈ្ងុយហើយវារៀងជូរបន្តិចយើងលីងវារៀងសព្វតិចហើយបាទនេះខ្ញុំចាប់ផ្ដើមចាក់ខ្ទិះរបស់យើងចូលទាំងអស់ទៅបន្ទាប់ពីយើងចាក់ខ្ទិះចូលយើងក៏បន្តកូរច្បល់វានិងរំងាស់វាឲ្យពុះទៅគឺអូខេហើយដោយសារតែសាច់ជ្រូករបស់យើងអត់ត្រូវការចំណាយពេលចម្អិនយូរទៀតទេយើងលីងវាឡើងស្ងួតទឹកឆ្អិនល្អហើយហ្នឹងអញ្ចឹងចាក់ខ្ទិះហើយទុកឲ្យវាពុះបាទនេះខ្ញុំចាប់ផ្ដើមដាក់ត្រប់ពុតញងហើយនឹងម្ទេសរបស់យើងចូលហើយបើសិនជាបងប្អូនមិនចេះញ៉ាំត្រប់ពុតញងហ្នឹងទេយើងមិនបាច់ដាក់ក៏បានដែរតែពេលដែលយើងដាក់ទៅគឺថាប្រហុកខ្ទិះរបស់យើងកើនសម្រស់ទ្វេដងហ្មងហើយរសជាតិឆ្ងាញ់ណាស់បងប្អូននេះខ្ញុំនិយាយមែនគ្រឿងក្រៅដែលនាងខ្ញុំដាក់ហ្នឹងគឺមិនបាច់ថែមថយឲ្យច្រើនទេដូចជាថែមទឹកត្រីបន្តិចថែមទឹកត្រីបន្តិចទេផុតពីហ្នឹងគឺថាដាក់ទៅមិនល្មមឥឡូវរួចរាល់ហើយបងប្អូននិយាយពីថាអូយតំណងខ្លាំងណាស់ហើយបាយអស់ឡើងមកខ្ទះថ្នោតបាយថ្ងៃហ្នឹងមិនធម្មតាទេឡើងកោសឆ្នាំងឥឡូវកុំឲ្យខាតពេលមកញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នាហើយពេលដែលញ៉ាំហ្នឹងដូចនេះខ្ញុំថាអញ្ចឹងគឺយើងច្បាច់ក្រូចឆ្មាថែមមួយចំណិតទៀតទៅតាមចំណង់ចំណូលចិត្តរបស់យើងទៅកពៅក៏ថាំងប៉ុណ្ណឹងមិនដាក់ក៏បានដែរចាយព្រោះជូរល្មមតែនេះខ្ញុំថៃដាក់បន្តិចទៅដើម្បីបង្កើនក្លិនឈ្ងុយញ៉ាំសំតសាឆ្ងាញ់ណាស់បងប្អូនខ្ញុំនិយាយមែនឆ្ងាញ់ឈ្ងុយជីបចាក់មកជីបជាតិមកបាយជ្រូកបាយ10ចាំម្នាក់ឯងក៏អស់ដែរនេះ
nhầm dày mày nó bông bông chanh dày mày nó đừng có màn đồ cái nè Kia mùi Ấy đi ăn lại